ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ដែលចូលមកកាន់ Channel គូហ្វ្រាសម្រាប់រឿងអញ្ចឹងយើងកុំឲ្យខាត់ពេកយើងចូលទៅទស្សនាភាគ2របស់យើងទាំងអស់គ្នាតាមសាច់រឿងក៏យើងឃើញថាមានក្មេងប្រុសម្នាក់ហ្នឹងគឺគាត់កំពុងតែឈរសម្លឹងមើលមិនដាក់ភ្នែកនោះទេហើយមកគាត់ពុកពេញដោយផ្លាកសិតតែឈាមពេលនោះដែរក្មេងនោះគាត់ក៏បាននិយាយថាប៉ាម៉ាក់ហើយក្នុងនោះក៏យើងបានឃើញថានៅក្នុងទីក្រុងនោះផងដែរមានបិសាចធំមួយដែលកំពុងតែសម្លាប់ប្រជាជននៅក្នុងទីក្រុងនោះហើយនៅក្នុងដៃបិសាចនោះផងដែរគឺយើងឃើញថាគាត់កំពុងតែកាន់មនុស្សដើម្បីចាប់យកទៅឆៃផងដែរពេលនោះយើងក៏បានឃើញថាឪពុកម្ដាយរបស់គាត់គឺត្រូវបានស្លាប់បាត់ទៅហើយមុនពេលដែលឪពុកម្ដាយរបស់ក្មេងនោះស្លាប់គាត់ក៏បាននិយាយថារត់ចេញឲ្យឆ្ងាយទៅហើយរំពេចនោះបិសាចនោះក៏បានចាប់ឪពុកម្ដាយរបស់គាត់ទៅក្មេងនោះក៏បានស្រែកទៅកាន់បិសាចនោះថាពេលនោះយើងក៏បានឃើញថាព្រះច័ន្ទនោះក៏ប្រែទៅចេញជាពណ៌ខ្មៅទៅវិញហើយនៅក្រោមព្រះច័ន្ទនោះក៏យើងឃើញថាមានបិសាចមួយទៀតនោះគឺធំខ្លាំងមែនទែនហើយបិសាចហ្នឹងមើលទៅវាដូចជាមេបិសាចផងដែរដែលមេបិសាចហ្នឹងវាហាក់បីដូចជាកំពុងតែបញ្ជាកូនចៅវិញដើម្បីអុកលុកនៅក្នុងទីក្រុងហ្នឹងចំណែកឯក្មេងប្រុសម្នាក់នោះគាត់គឺបានកំពុងតែរត់ទៅរកឪពុកម្ដាយរបស់គាត់ដែលកំពុងតែបិសាចនោះចាប់ឆៃបាត់ទៅហើយពេលនោះដែរក្មេងប្រុសម្នាក់នោះគាត់ក៏បាននិយាយថាយើងត្រូវតែបំផ្លាញឯងនៅថ្ងៃណាមួយជាមិនខានកាត់មកដល់សាច់រឿងរបស់យើងវិញគឺយើងឃើញថាមានក្មេងប្រុសម្នាក់ទៀតគឺគាត់កំពុងតែខឹងមិនដឹងនោះទេហើយពេលនោះផងដែរមានអ្វីម្យ៉ាងនោះទេដូចជាច្រវាក់អញ្ចឹងគឺបានហោះចេញពីដៃរបស់ក្មេងប្រុសម្នាក់នោះដើម្បីទៅចងដៃទាំងពីររបស់បិសាចស្រីផងដែរហើយបិសាចស្រីម្នាក់នោះគាត់ក៏បានស្រែកមួយទំហំមនុស្សចាស់តែម្ដងហើយក្មេងប្រុសម្នាក់នោះគាត់ក៏បាននិយាយថាកន្លែងហ្នឹងមើលទៅដូចជាឋាននរក18ជាន់មិនដឹងនោះទេពេលនោះដែរគឺមានបិសាចស្រីម្នាក់ដែលគាត់ត្រូវបានចាប់ចងនោះឯងហើយក្មេងប្រុសម្នាក់នោះគាត់ក៏បានមើលមុខបិសាចនោះរួចក៏និយាយថាចាប់ពីពេលនេះទៅឯងត្រូវតែមកនៅជាមួយយើងហើយបិសាចស្រីនោះដែរមកគាត់ពិតជាឌឺខ្លាំងមែនទែនហើយភ្លាមនោះបិសាចនោះគាត់ក៏បានដើរមកចិត្តហើយក្មេងនោះគាត់ក៏បានសួរទៅវិញថាតើអ្នកឯងកំពុងតែព្យាយាមធ្វើអ្វីតែអ្វីគ្រប់យ៉ាងវាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះពេលនោះមានអូនស្អាតគាត់ក៏បានដើរទៅកាន់ក្មេងប្រុសម្នាក់នោះហើយនិយាយថាឆាប់ក្រោកឡើងរួចហើយអូនស្រីស្អាតនឹងគាត់ក៏បានទៅវាយយ៉ាងខ្លាំងយ៉ាងចាស់ដៃទៅកាន់ក្មេងប្រុសម្នាក់នោះឬក៏និយាយបន្តទៀតថាកុំធ្វើពុតស្លាប់អីហើយបន្តិចក្រោយមកអូនស្រីស្អាតគាត់ក៏បាននិយាយថាអ្នកឯងនៅរស់ទេហើយមិញហ្នឹងតើអ្នកឯងកំពុងធ្វើអីមែនហើយគាត់ក៏បានឃើញថាមានថាមពលវេម្យ៉ាងនោះទេដែលបានហោះចេញពីដៃរបស់ឯងតើឯងមានជំនាញអ្វីដែលលាក់បាំងយើងមែនទេហើយស្រាប់តែពេលនោះក្មេងប្រុសម្នាក់នោះគាត់ក៏បានសម្លឹងទៅមើលមុខអូនស្រីស្អាតហើយសួរគាត់ថាតើមានអ្វីកើតឡើងតើហេតុអីបានខ្ញុំនិយាយមិនបានអញ្ចឹងហើយមកក្មេងប្រុសម្នាក់នោះប្រឡាក់ដោយសិតតែឈាមអូនស្រីស្អាតគាត់ក៏បានតបទៅវិញថាអ្នកឯងពិតជាមនុស្សចម្លែកមិនដឹងនោះទេហើយមាត់របស់ឯងប្រឡាក់ដោយសិតតែឈាមក្មេងប្រុសម្នាក់នោះគាត់ក៏បាននិយាយថាវាពិតជាឈឺខ្លាំងណាស់វាមានអារម្មណ៍ថាដូចខ្ញុំបានលេបចូលរពាន់ចូលទៅក្នុងបំពង់ករបស់ខ្ញុំអញ្ចឹងហើយឈាមរបស់ខ្ញុំដូចជាកំពុងហូរចូលក្នុងកាពះរបស់ខ្ញុំអត់ជិះចូលនោះទេចំពោះខ្ញុំគឺពោពេញទៅដោយក្លិនឈាមភ្លាមនោះក៏បានលេចចេញនៅរូបក្មេងស្រីម្នាក់ហើយក្មេងនោះគាត់ក៏បានឆោតដៃទៅមើលបុរសម្នាក់នោះបន្តមកទៀតក្មេងនោះគាត់បាននិយាយថាឈាមរបស់អ្នកគឺកំពុងតែហូរចូលទៅក្នុងកាពះដូចបានជាអាស៊ីតថឡើងមកលើមាត់វិញអញ្ចឹងតែកំភៃអីវាមិនអីនោះទេហើយពេលនោះក្មេងស្រីម្នាក់នោះគាត់ក៏បានលើកដៃរួចក៏បញ្ជាក់ទៅកាន់ក្មេងប្រុសម្នាក់នោះថានេះគឺជាភាពមិនប្រក្រតីអំពីកំណើតរបស់ខ្ញុំដែលកើតចេញពីកូនព្រួយចាស់របស់ខ្ញុំហើយញើសរបស់ខ្ញុំវាមានសមត្ថភាពខ្លាំងមែនទែនអាចព្យាបាលរបួសរបស់អ្នកបានរំពេចនោះក្មេងស្រីម្នាក់នោះគាត់ក៏បានអង្គុយរួចក៏ដោះស្រោមយើងរបស់នាងទាំងពីរស្រាប់តែពេលនោះក្មេងប្រុសគាត់កំពុងតែឆ្ងល់ថាតើវាអូនកំពុងធ្វើអ្វីពេលនោះអូនស្រីស្អាតគាត់ក៏បាននិយាយថាសិនបើឯងមានរបួសកាន់តែធ្ងន់ធ្ងរញើសដែលចេញពីដៃរបស់នាងក៏មិនគ្រប់គ្រាន់សម្រាប់ឯងដែរដូច្នេះឯងតែប្រើផ្នែកមួយនៃរាងកាយរបស់នាងដើម្បីផ្លាច់ចេញជាញើសឲ្យបានកាន់តែច្រើនពេលនោះអូនទូចនោះគាត់ក៏បានយកជើងរបស់គាត់នឹងយកទៅដាក់នៅក្នុងមាត់របស់ក្មេងប្រុសម្នាក់នោះហើយបន្តមកទៀតក្មេងប្រុសម្នាក់នោះគាត់ក៏បានគួតជាខ្លាំងហើយអូនស្រីស្អាតគាត់ក៏បាននិយាយឌឺទៅកាន់ក្មេងប្រុសម្នាក់នោះគាត់បាននិយាយថាមិនដែរហូរជាតិជើងរបស់អូនស្រីរបស់នាងពេលនោះក្មេងប្រុសគាត់ក៏បានលាអណ្ដាតហើយគាត់ក៏បាននិយាយថាអណ្ដាតរបស់ខ្ញុំនឹងដូចមិនដឹងនោះទេថ្ងៃក្រោយជួបធ្វើអញ្ចឹងទៀតទៅធ្វើឲ្យអូនទូចនឹងគាត់មានអារម្មណ៍ថាអន់ចិត្តជាខ្លាំងហើយអ្នកទាំង3នោះគាត់មិនដឹងថាមានគេតាមដានគាត់នោះទេគឺយើងបានឃើញថាមានលោកគ្រូនិងលោកអ៊ំប្រុសម្នាក់នោះគាត់គឺកំពុងតែតាមដានក្មេងប្រុសក្មេងស្រីទាំង3នាក់នោះហើយលោកអ៊ំម្នាក់នោះគាត់ក៏បាននិយាយថាតើឯងមិនបានឃើញអ្វីអត់វាគឺជាជំនាញរបស់គេហើយលោកអ៊ំម្នាក់នោះគាត់ក៏បាននិយាយថាតើអ្នកកំពុងគិតមិនដែរលោកចាងបន្ទាប់ពីប្រឡងចប់តើយើងគួរតែធ្វើអ្វីតើយើងគួរនាំលោកគ្រូពេទ្យដើម្បីយកពួកគេមកឬអត់ពេលនោះលោកគ្រូនោះគាត់ក៏បាននិយាយថាកុំអីពេលយើងសម្អាតរួចរាល់គឺយើងនឹងដាក់មិត្តភក្តិរបស់ពួកគាត់នឹងចូលទៅក្នុងនឹងទាំងអស់គ្នាពេលនោះលោកចាងគាត់ឆ្ងល់គាត់ថាយ៉ាងម៉េចតើលោកកំពុងតែនិយាយពីអ្វីលោកឈូពេលនោះលោកឈូគាត់បាននិយាយថាស្ដាប់ខ្ញុំសិនពេលនោះសាច់រឿងយើងក៏បានកាត់មកក្មេងប្រុសក្មេងស្រីរបស់យើងវិញ
វិញហើយអូនស្អាតហ្នឹងគាត់ក៏បានសួរថាតើឯងមិនទូញាសាប្រឡងហើយមែនទេតើឯងនឹងទៅប្រឡងដែរអត់មិនប្រុសនោះគាត់គឺថាមិនច្បាស់នោះទេតែគាត់គឺចង់ឃើញមានអ្វីកើតឡើងនៅទីនោះគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់តែជួយសង្គ្រោះជីវិតរបស់ខ្ញុំតែប៉ុណ្ណោះអ្នកទាយមើលខ្ញុំគួរតែជួយអ្នកបញ្ចប់ការប្រឡងឬក៏ខ្ញុំត្រឡប់ទៅវិញហើយអូនស្អាតគាត់ក៏បានញញឹមគាត់ពិតជាចាប់អារម្មណ៍រឿងអាត់កំបាំងរបស់ក្មេងប្រុសនោះខ្លាំងណាស់ហើយអូនស្អាតគាត់ក៏បានបបួលបរិបអ្នកនោះខ្ញុំនឹងគឺកំពុងទៅកន្លែងអាត់កំបាំងមួយតែឯងចង់ទៅដែរអត់ក្មេងប្រុសម្នាក់ហ្នឹងគាត់ក៏បានសួរថាប្រកាសអត់ពេលនោះពួកគេទាំងពីរក៏បានមកដល់ហើយអូនស្អាតគាត់បាននិយាយទៅកាន់បរិបនោះថាបើសិនជាខ្ញុំមានបញ្ហាអីអ្នកគឺជាកម្លាំងរបស់ខ្ញុំហើយបន្ទាប់មកអូនស្អាតគាត់បាននិយាយថាបើសិនមកយើងរត់ប្រកាសជាមានបញ្ហាត្រូវគេចាប់ពិតជាមិនខានក្មេងប្រុសម្នាក់នោះគាត់ក៏បាននិយាយថានាងត្រូវតែការពារខ្លួនរបស់នាងទៅហើយពេលកំពុងតែដើរនោះផងដែរអូនស្អាតគាត់បាននិយាយបន្តទៀតថាបើសិនបើយើងចាប់បានខ្មាំងយើងនឹងបើកបាយហាពេលនិយាយសម្រាប់ឯងហើយក្មេងប្រុសម្នាក់នោះគាត់បាននិយាយថាឆាប់ចេញមកបិសាចពួកគេក៏បានមកដល់កន្លែងនោះហើយគ្រាន់តែមកដល់ភ្លាមនោះក៏មានសិទ្ធិកណ្ដររត់ចេញពីបន្ទប់នោះហើយក៏យើងបានឃើញថាមាននារីម្នាក់គាត់គឺកំពុងតែកាន់អំបោសហើយសត្វកណ្ដរនោះវាក៏បានរត់រំលងទៅកាន់ក្មេងប្រុសម្នាក់នោះដែលធ្វើឲ្យក្មេងប្រុសម្នាក់នោះគាត់ភ័យខ្លាចជាខ្លាំងហើយក្មេងប្រុសម្នាក់នោះក៏បាននិយាយថាតើពួកនេះមានអ្វីកើតឡើងហើយហេតុអីមិនក៏មានពួកគេនៅទីនោះអញ្ចឹងពេលនោះអូនស្អាតគាត់បាននិយាយថាយើងដល់តំបន់នោះហើយបានធ្វើឲ្យក្មេងប្រុសរបស់យើងគាត់បានលឺហើយខណៈនោះដែរចាយដែលកាន់អំបោសនោះគាត់ក៏បានយកអំបោសទៅសម្រាប់សត្វកណ្ដរនោះហើយធ្វើឲ្យមីអូននៅខាងក្រៅសប្បាយចិត្តជាខ្លាំងហើយនិយាយថាបងធ្វើបានល្អណាស់ហើយអូនស្អាតគាត់ក៏បាននិយាយថាប៉ុន្តែនេះគឺមិនអាចគួរទៅរួចនោះទេតែអាចបង្កើតនៅកន្លែងនេះបានហើយក្រុមរបស់យើងច្បាស់ជាខកខានពិតជាមិនខានយើងត្រូវការមកបែកនៅកន្លែងនេះតាមអ្វីដែលយើងអាចធ្វើទៅបានប៉ុន្មានហើយយើងត្រូវតែដំណើរការវាភ្លាមនោះយើងក៏បានឃើញថាមានអូនមួយទៀតសក់ពណ៌ក្រហមហ្នឹងគាត់ក៏បានដាំមកចិត្តហើយក៏ចាប់ដៃអូនស្អាតរបស់យើងដែលធ្វើឲ្យអូនស្អាតរបស់យើងពិតជាឆ្ងល់ខ្លាំងមែនទែនហើយអូនស្អាតរបស់យើងក៏បានសួរទៅកាន់អូនសក់ពណ៌ក្រហមនោះតែអ្នកឯងហ្នឹងពិតជាខ្វះយូរីនមែនពេលនោះខ្វះរ៉ូឡែនរបស់យើងក៏បានដាំមកចិត្តអូនស្អាតរួចក៏និយាយថាអ្នកឯងមិនមែនជាឆ្មាតូចរបស់យើងនោះទេហើយឆ្មាតូចរបស់យើងគឺយើងចាប់បានរួចបាត់ទៅហើយនោះក៏ឈ្មោះខ្វាមូយុនគាត់បាននិយាយថាមានរឿងអីកើតឡើងពេលនោះអូនស្អាតរបស់យើងគាត់ក៏បានមើលថាមាននរណាម្នាក់ហ្នឹងគឺកំពុងតែផុសរូបរបស់នាងនៅក្នុងប្រព័ន្ធអ៊ីនធឺណិតគឺបានធ្វើឲ្យនាងចាប់ផ្ដើមមានដំណើរការចងចាំឡើងមកវិញហើយខណៈពេលនោះអូនស្អាតសក់ពណ៌លឿងហ្នឹងគាត់ក៏បានរុញសេះពេលនោះកញ្ញាខ្វាយូរិនក៏បានមកពីក្រោយរួចក៏រុញអូនស្អាតរបស់យើងឲ្យដួលរួចក៏បាននិយាយថាអ្នកឯងបែកខ្វាយអ៊ីនអីទេឆាប់ទៅកូនឆ្មាជាទីស្រឡាញ់ឆាប់ញ៉ាំសត្វកណ្ដុរនោះទៅបើមិនអញ្ចឹងនោះទេខ្ញុំនឹងបញ្ចេញរូបនឹងឲ្យគេមើលហើយអូនស្អាតរបស់យើងគាត់ក៏បាននិយាយថាទេកុំអីកុំផ្ញើវាទៅគាត់ពេលនោះអូនស្អាតសក់ពណ៌លឿងរបស់យើងគាត់ក៏បាននិយាយថាគិតពីការងាររបស់ឯងទៅបើអ្នកឯងមិនចង់បាត់បង់ការងាររបស់ឯងពេលនោះយើងក៏បានឃើញថាអូនស្អាតរបស់យើងគាត់គឺកំពុងតែសែតមែនតែនហើយអូនស្អាតសក់ពណ៌លឿងហ្នឹងគាត់ក៏បាននិយាយថាឆាប់ធ្វើវាទៅក្មេងតូចគួរឲ្យស្រឡាញ់តើឯងអត់ដឹងថាធ្វើវាយ៉ាងម៉េចទេឬហើយអូនស្អាតរបស់យើងគាត់គឺយំខ្លាំងមែនតែនរាងកាយរបស់ខ្ញុំគឺត្រូវបានគេយកទាំងស្រុងអស់ទៅហើយខ្ញុំមិនអាចធ្វើរឿងនេះបានទេហើយស្រាប់តែពេលនោះក្មេងប្រុសរបស់យើងគាត់ក៏បានរត់មកហើយនិយាយថាគាត់ឯងកំពុងតែធ្វើអ្វីរួចក៏ដាក់មួយជង្គង់ទៅចំអូនស្អាតរបស់យើងបានធ្វើឲ្យអូនស្អាតរបស់យើងខ្ទាតទៅមួយទំហឹងតែម្ដងហើយអូនស្អាតរបស់យើងក៏សួរថាហេតុអីបានមកវាយខ្ញុំអញ្ចឹងទៅវិញហើយអូនស្អាតរបស់យើងគាត់ក៏បានរុញទៅវិញថាអ្នកមិនដឹងនោះទេហើយស្រាប់តែពេលនោះអូនក្មេងទូចរបស់យើងក៏ត្រឡប់មកវិញហើយអូនទូចរបស់យើងគាត់ក៏បានគិតថានឹងយកវាចេញទៅក្រៅឲ្យវាមានជីវិតឡើងវិញហើយពេលនោះអូនស្អាតរបស់យើងគាត់ក៏បានសួរថាតើក្មេងប្រុសម្នាក់នោះគាត់បាត់ទៅណាបាត់ទៅហើយពេលនោះអូនស្អាតសក់ពណ៌លឿងក៏បានដើរមកពីក្រោយនឹងក្មេងប្រុសម្នាក់នោះរួចនិយាយថាវាជាការប្រសើរណាស់សិនបើវាមិនមែននោះទេរួចក៏បានរុញក្មេងប្រុសម្នាក់នោះឲ្យឆាប់ញ៉ាំសត្វកណ្ដុរនោះទៅហើយក្មេងប្រុសម្នាក់នោះបាននិយាយថាអ្នកឯងនិយាយលេងមែនខ្ញុំផ្ទុយទេហើយសាច់រឿងយើងភាគ2គឺបានបញ្ចប់ដល់ត្រឹមនេះតែបងប្អូនយល់យ៉ាងណាចំពោះការសម្ដែងរឿងរបស់ខ្ញុំតែបើមានកន្លែងណាមិនសមរម្យសូមអធិស្ឋានខន្តីអភ័យទោសផងហើយខ្ញុំបាទមានគូហ្វ្រាសូមអរគុណសូមគោរពលាជាចុងក្រោយចំពោះបងប្អូនទាំងគ្នាជួបតែសំណាងល្អសុខភាពល្អជួបគ្នានៅវគ្គបន្តសូមអរគុណ